วิธีដោះស្រាយ iPhone បញ្ហាម៉ាស៊ីនគាំងប្រើថាច់អត់បានដោយខ្លួនឯងអ្នកទាំងអស់គ្នា share វីដេអូនេះទុកមើលថ្ងៃក្រោយមួយទៅពីព្រោះថាថ្ងៃមួយអ្នកអាចនឹងជួបបញ្ហាទាំងនេះបញ្ហាប្រើសុកនៅលើតែសំឡេងប៉ុន្តែมันអាច touch screen បានសួរថា iPhone របស់អ្នកប្រើសុកគាំងដោយសារអ្វីមាន3កត្តាដែលធ្វើឲ្យ iPhone របស់អ្នកគាំងម៉ាស៊ីនហើយมันអាចប្រើ touch screen បានទី1នោះគឺកើតឡើងដោយសារការ update OS version ថ្មីហើយ OS version នោះមាន bug កើតឡើងទី2គឺដោយសារតែអ្នកលេងទូរស័ព្ទក្តៅពេកហើយអ្នកមិនដែលបិទម៉ាស៊ីនទាល់តែសោះចំណែកទី3នោះគឺដោយសារអង្គចងចាំពេញហើយមាន app ណាមួយតម្រូវប្រើអង្គចងចាំច្រើនទើបធ្វើឲ្យ system error មិនមានអង្គចងចាំសម្រាប់ដំណើរការទើបម៉ាស៊ីនគាំងយកតែម្ដងថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីដំណោះស្រាយពេលដែល iPhone របស់អ្នកគាំងមិនអាចប្រើ touch បានអ្វីទាំងអស់អ្នកគ្រាន់តែចុចប៊ូតុងបើកសំឡេងមួយប៊ូតុងបិទសំឡេងមួយរួចហើយចុចប៊ូតុងបិទបើកសោនេះឲ្យជាប់វានឹងឡើងបែបនេះអ្នកមិនបាច់ធ្វើអីនោះទេរងចាំរហូតដល់ logo Apple ឡើងមកចាំប្រឡែងដៃបន្ទាប់ពីឡើង logo Apple អ្នកដកដៃចេញរួចហើយចុចប៊ូតុងបិទបើកសោមួយសារទៀតតែប៉ុណ្ណេះម៉ាស៊ីន iPhone របស់អ្នកនឹងចាប់ដើម reboot ដំណើរការសារថ្មីហើយអ្នកនឹងអាចប្រើប្រាស់គ្រប់យ៉ាងបានធម្មតាវិញហើយប្រសិនបើចង់បាន technique វិធីសាស្ត្រល្អៗក្នុងការប្រើប្រាស់ iPhone បែបនេះទៀតសូមចុច follow page គ្នាយើងម្នាក់មួយផងជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតជម្រាបលា